នាវេលាម៉ោង 9 ព្រឹកថ្ងៃទី 25 ខែឧសភា ឆ្នាំ 2025 លោកសេន សាម៉ាន នាយកប្រតិបត្តិនៃសមាគមអាមណាតកាហ្វូកម្ពុជាបានដឹកនាំបើកកិច្ចប្រជុំជំនុំសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំសហគមន៍គ្រូបង្រៀនខ្មែរអ៊ីស្លាមយុវជននិងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានប្រមាណជិត 300 នាក់ស្ដីពីកម្មវិធីគម្រោងលុយខ្ញុំស្អាតនិងការអភិវឌ្ឍសហគមន៍អនុលោមតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតអ្នកអង្គការដាតូអ៊ូស្មាហាសាន់ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានក្រុមប្រឹក្សាពិបាលនៃសមាគមអាមណាតកាហ្វូកម្ពុជាកម្មវិធីបានប្រព្រឹត្តទៅនៅក្នុងភូមិកញ្ជងឃុំច្រេះស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងដែលស្ថិតក្រោមកិច្ចសហការរវាងសមាគមអាមណាតកាហ្វូកម្ពុជានិងធនាគារអេស៊ីលីដាក្នុងសកម្មភាពនោះដែរដោយសង្កេតឃើញថាមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ថ្នាក់ដឹកនាំនៅក្នុងតំបន់និងប្រជាពលរដ្ឋដែលបានចូលរួមជាច្រើនកុះករឯកឧត្តមសេន បាត់ណូសមាជិកក្រុមប្រឹក្សានៃខេត្តកំពង់ឆ្នាំងនិងជាបេក្ខភាពប្រធានសមាគមកត្តាខេត្តកំពង់ឆ្នាំងបានផ្ដល់នូវកិច្ចគាំទ្រនិងកោតសរសើរយ៉ាងពេញទំហឹងលើកម្មវិធីគម្រោងលុយខ្ញុំស្អាតនិងការអភិវឌ្ឍសហគមន៍របស់សមាគមអាមណាតកាហ្វូកម្ពុជាពិតជាមានគុណតម្លៃដ៏វិសេសវិសាលនិងជាដំណោះស្រាយជាប្រវត្តិសាស្ត្រសម្រាប់សហគមន៍ខ្មែរអ៊ីស្លាមនាពេលបច្ចុប្បន្នដែលកំពុងមានការព្រួយបារម្ភអំពីប្រការរីបានេះផងដែរក្នុងកម្មវិធីនេះដែរអ៊ូស្តាស៊ីតអ៊ីលយ៉ាសដែលជាប្រធានសមាគមកត្តាស្រុកមុខកំពូលនិងជាសមាជិកក្រុមសារីអារបស់សមាគមកត្តាក៏បានចូលរួមបកស្រាយយ៉ាងលម្អិតនិងក្បោះក្បាយពីផលប៉ះពាល់នៃប្រាក់រីបានិងការផ្ដល់នូវដំណោះស្រាយដ៏សមរម្យមួយជូនប្រជាពលរដ្ឋអ៊ីស្លាមទូទាំងប្រទេសកម្ពុជាដែលមានការព្រួយបារម្ភចំពោះការដាក់ប្រាក់បញ្ញើនៅធនាគារតទៅទៀតដោយយើងសង្កេតឃើញថាកម្មវិធីគម្រោងលុយខ្ញុំស្អាតនិងការអភិវឌ្ឍសហគមន៍របស់សមាគមអាមណាតកាហ្វូកម្ពុជាពិតជាទទួលបាននូវការគាំទ្រនិងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំសហគមន៍គណៈអ៊ីម៉ាមខេត្តគ្រូបង្រៀនអ៊ីស្លាមព្រមទាំងយុវជនទាំងអស់នឹងក្លាយទៅជាផ្នែកមួយដ៏មានសារៈសំខាន់នៃការជួយជំរុញនៅក្នុងការអភិវឌ្ឍទៅលើកិច្ចការងារនៅក្នុងសហគមន៍ឲ្យកាន់តែមានភាពរីកចម្រើននិងជួយបំពេញនូវភាពខ្វះខាតផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងសហគមន៍ឲ្យកាន់តែប្រសើរឡើងផងដែរ